ពីមនុស្សចំណិតម្នាក់ខ្លាយទៅជាអ្នកបើកទ្វារឲ្យសត្រូវដោយទីក្រុង Washington ទើបតែបង្ហាញអត្តសញ្ញាណបុគ្គលសំខាន់ម្នាក់ដែលបានធ្វើចារកម្មឲ្យសហរដ្ឋអាមេរិកក្នុងការចាប់ខ្លួនលោក Nicolas Maduro កាលពីថ្ងៃទី3មករាកន្លងទៅនេះប្រិយមិត្តប្រហែលជាឆ្ងល់ហើយថាមនុស្សសម្ងាត់បែបនេះមិនបានជាសហរដ្ឋអាមេរិកហ៊ានសម្រេចចិត្តទម្លាយមកបើអញ្ចឹងមែននោះតើមានបុគ្គលណាហ៊ានធ្វើចារកម្មឲ្យសហរដ្ឋអាមេរិកទៀតតើទៅបើកវាំងនូនខ្មៅជាមួយ True Insider ទាំងអស់គ្នានៅថ្ងៃទី17មករាកាសែតអន្តរជាតិ Reuters បានទម្លាក់ចំណងជើងដ៏គួរឲ្យតក់ស្លុតថាលោកត្រាំបានធ្វើកិច្ចចរចាយ៉ាងសម្ងាត់បំផុតជាមួយលោក Diosdado Cabello មុនពេលដែលឈានទៅចាប់ខ្លួនលោក Maduro លោក Cabello មិនមែនជាមន្ត្រីធម្មតានោះទេលោកត្រូវបានគេចាត់ទុកជាបរិះខ្លាំងទី2និងជាខ្នងឆ្អឹងនៃរបបវេណេស៊ុយឡាលោក Cabello គឺជាមេបញ្ជាការនយោបាយនិងយោធាជាអនុប្រធានទី1នៃគណៈបកកាន់អំណាចនិងជាសមាជិកដ៏មានឥទ្ធិពលបំផុតនៅក្នុងជួរកងទ័ពលោកមានបណ្ដាញទំនាក់ទំនងស៊ីជម្រៅជាមួយមេទ័ពធំៗដែលជាអ្នកការពារអំណាចឲ្យលោក Maduro ជាអ្នកកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងមានឥទ្ធិពលលើកម្លាំងសន្តិសុខជាតិជាមួយគ្នានេះក្នុងនាមជាបរិះខ្លាំងទី2លោកដឹងពីរូងភ្នំគ្រប់កន្លែងដែលលោក Maduro លាក់ខ្លួននិងដឹងពីលេខកូដសម្ងាត់នៃប្រព័ន្ធការពារជាតិបើគ្មានការបើកដៃពីលោក Cabello ទេសហរដ្ឋអាមេរិកប្រហែលជាត្រូវចំណាយពេលយូរឬធ្វើសង្គ្រាមទ្រង់ទ្រាយធំទើបអាចចាប់ខ្លួនលោក Maduro បានហើយអ្វីបានជាការក្បត់របស់លោក Cabello คล้ายជារឿងដ៏រន្ធត់នាពេលកន្លងមកលោក Cabello គឺជាអ្នកជេរស្ដីនឹងប្រឆាំងសហរដ្ឋអាមេរិកខ្លាំងបំផុតតែអ្វីដែលអាចផ្លាស់ប្ដូរចិត្តលោកបាននោះគឺលុយអាចធ្វើឲ្យមនុស្សស្គាល់គ្នាទៅជាមនុស្សមិនស្គាល់គ្នាមួយរំពេចប៉ុន្តែអ្វីដែលសំខាន់ជាងលុយនោះគឺការធានាសុវត្ថិភាពនិងការលុបឈ្មោះលោកចេញពីបញ្ជីខ្មៅក្នុងកំឡុងពេលបម្រើការជាមួយលោក Maduro លោក Cabello ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់លុបពីបទជួញដូរគ្រឿងញៀននិងអំពើពុករលួយផងដែរការដែលលោក Cabello ព្រមសហការចាប់ខ្លួនលោក Maduro មានន័យថាលោកបានធ្វើការដោះដូរដោយទទួលបានការលើកលែងទោសដើម្បីឲ្យលោកអាចរស់នៅបានដោយសេរីមិនបាច់ខ្លាចតាមការចាប់ខ្លួនពី FBI ឬ Interpol ទេនេះហើយគឺជាយុទ្ធសាស្ត្រទិញទឹកចិត្តរបស់លោកត្រាំលោកមិនចាំបាច់ប្រើទ័ពរាប់ម៉ឺននាក់ទេលោកគ្រាន់តែប្រើចារកម្មទឹកខ្សឹបដាក់ត្រចៀកមនុស្សចំណិតសត្រូវថាចោះចូលឥឡូវនេះអ្នកនឹងមានសុវត្ថិភាពមកដល់កន្លែងនេះមានសំណួរកើតឡើងហើយអ្វីបានជាសហរដ្ឋអាមេរិកទម្លាយអត្តសញ្ញាណសម្ងាត់មកធ្វើបែបនេះថ្ងៃក្រោយតើនរណាហ៊ានចោះចូលជាមួយសហរដ្ឋអាមេរិកទៀតទៅយោងតាមប្រភពចេញពី Reuters ដដែលបានកត់សម្គាល់ថាធម្មតារឿងចារកម្មត្រូវបានគេលាក់ទុកប៉ុន្តែករណីនេះអាមេរិកសុកចិត្តទម្លាយរឿងសម្ងាត់នេះជាសាធារណៈក៏ព្រោះសហរដ្ឋអាមេរិកចង់ប្រើឈ្មោះលោក Cabello ជាខែលនៅពេលដែលគ្រប់គ្នាដឹងថាលោក Cabello ជាអ្នកសហការជាមួយសហរដ្ឋអាមេរិកនោះនឹងធ្វើឲ្យកងទ័ពនៅក្របបង្គាប់លោកមិនហ៊ានងើបឡើងបះបោឬបង្កហិង្សាបន្ទាប់ពី Maduro ត្រូវបានចាប់ខ្លួនបន្ថែមពីនេះបើតាមការវិភាគរបស់លោក Richard Goldberg មកពីស្ថាប័នមជ្ឈមណ្ឌលសិក្សានៅទីក្រុង Washington ហៅកាត់ថា FDD បានបង្ហាញថាការដែលលោក Cabello ទទួលបានសុវត្ថិភាពពីសហរដ្ឋអាមេរិកគឺជាបរិះខ្លាំងទី2នៅវេណេស៊ុយឡានោះគឺជាការផ្ញើសារទៅកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ថាកុំស្លាប់ជាមួយលោក Ali Khamenei បើអ្នកចង់បានអនាគតថ្មីអ្នកត្រូវតែសហការជាមួយសហរដ្ឋអាមេរិកភ្ជាប់ជាមួយគ្នានេះអ្នកវិភាគមកពីសាកលវិទ្យាល័យការពារជាតិសហរដ្ឋអាមេរិកលោកបណ្ឌិត Evan Ellis បានទម្លាយថាការទម្លាយឈ្មោះលោក Cabello គឺជាសង្គ្រាមចិត្តសាស្ត្រផ្ទាល់គោលដៅគឺបង្កើតឲ្យមានភាពរង្គោះរង្គើនិងការមិនទុកចិត្តគ្នានៅក្នុងជួរថ្នាក់ដឹកនាំកម្ពុជារបស់អ៊ីរ៉ង់នៅពេលដែលលោក Ali Khamenei ឃើញថាមនុស្សខ្លាំងទី2នៅវេណេស៊ុយឡាអាចក្បត់បានលោកនឹងចាប់ផ្ដើមរឹតបន្តឹងសន្តិសុខលើមេតបផ្ទាល់ខ្លួនឯងដែលជាហេតុធ្វើឲ្យផ្ទៃក្នុងកាន់តែតានតឹងនិងមានភាពបែកបាក់នេះគឺសរបញ្ជាក់ឲ្យមេដឹកនាំអ៊ីរ៉ង់សម្លឹងមើលមុខមេតបរបស់ខ្លួនម្នាក់ៗហើយសួរនៅក្នុងចិត្តថាតើអ្នកឯងជា Cabello ទី2មែនឬទេលោកបានបន្តទៀតថាការទម្លាយឈ្មោះនេះគឺសុទ្ធតែមានការបង្កប់នៃទាំងអស់គឺជាការបាញ់គ្រាប់កំភ្លើងដំបូងចូលទៅក្នុងសាមគ្គីភាពរបស់សត្រូវលោកត្រាំកំពុងបង្ហាញថាអ្នកណាដែលចោះចូលមុននឹងបានពានរង្វាន់ដ៏មហាសាលតែអ្នកណាដែលនៅរឹងរូសនឹងត្រូវកំទេចចោលតើប្រិមិត្តយល់យ៉ាងណាចំពោះការបង្ហាញអត្តសញ្ញាណចារកម្មបែបនេះខ្ញុំសំអាងវណ្ណៈ True Insider